ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃត្រឡប់មកវីដេអូខ្ញុំថ្មីមួយទៀតហើយថ្ងៃគឺចាប់ពីផឹកនិយាយទៅចូលធ្វើការភ្លាមគឺចាប់ផ្ដើមរៀបចំធ្វើនំកំងឲ្យភ្ញៀវដែលគាត់យកចិត្តដល់ម៉ោងអញ្ចឹងណានិយាយទៅគឺខ្ញុំពេលដែលខ្ញុំចូលធ្វើការហ្នឹងគឺខ្ញុំធ្វើនំឲ្យភ្ញៀវគឺភ្ញៀវគាត់ដែលយករៀងផឹកមុនហើយខ្ញុំដាក់នំលក់ក្នុងទូហើយបើខ្ញុំចាប់ផ្ដើមធ្វើនំភ្ញៀវដែលគាត់យកពេលល្ងាចតែក្នុងវីដេអូនេះគឺខ្ញុំចាប់ផ្ដើមធ្វើនំភ្ញៀវដែលគាត់យកចាប់ពីម៉ោង1ចុះក្រោមទៅបានន័យថាពីម៉ោង8ផឹករហូតដល់ម៉ោង1អញ្ចឹងណាហ្នឹងហើយយើងក៏រៀបចំទៅសេឈ្មោះសេគាត់ឲ្យហើយអញ្ចឹងទៅតាមឲ្យគាត់ផ្ញើមកហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់កំងនំអាចកំងនៅក្នុង page ទាំងពីរនេះបានឬមួយក៏អាចតាក់ទងទៅតាមលេខទូរស័ព្ទឬមួយក៏ Telegram ដែលខ្ញុំបានដាក់លេខ3ខ្សែខាងលើ caption នឹងដូចគ្នានិយាយទៅគឺបាច់ភ័យថាឆាតទៅអត់មានអ្នកតបទេបងប្អូនគឺគ្រាន់តែឆាតទៅពើគឺមានអ្នកចាំតបបងប្អូនភ្លាមហ្មងគាត់ឲ្យបងប្អូនយូរក្នុងការចាំ reply ពីខាងបុគ្គលិកខ្ញុំអីទៅគឺអត់ទេគឺឆាតភ្លាមមានអ្នកតបភ្លាមហ្មងគឺតានីឲ្យអ៊ុយហ្មងរឿងសេវាហ្នឹងអូខេហើយសម្រាប់នំបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការប្រញាប់ខ្លាំងអីអាចមកមើលនៅហាងផ្ទាល់ក៏បានឬមួយក៏ឆាតទៅខាង page ក៏បានដែរព្រោះអីយើងក៏មានប្រភេទនំ stock ក្នុងទូសម្រាប់នំ$5ចាប់ពី$5ឡើងទៅហ្នឹងហើយយើងមាន$5 $10 $15 $20អញ្ចឹងណាហើយបងប្អូនបាច់ភ័យថាខ្លាចថានំហ្នឹងជានំសល់នំអីអត់ទេនិយាយទៅគឺសម្រាប់ប្រភេទនំក្នុងទូសម្រាប់ហ្នឹងក៏ខ្ញុំធ្វើនំថ្មីជូនភ្ញៀវដែរបើន័យថាខ្ញុំធ្វើសម្រាប់មួយថ្ងៃគឺលក់តែមួយថ្ងៃទេបើសិនជាករណីភ្ញៀវយកនំទៅប៉ះចំនំសល់នំអីអាហ្នឹងខ្ញុំសងលុយជូនភ្ញៀវភ្លាមហ្មងគឺខ្ញុំហ៊ានធានារឿងហ្នឹងមួយហ្នឹងហើយសម្រាប់ម៉ូដនំក៏ដូចគ្នាដែរបើបងប្អូនចង់មើលម៉ូដចង់អីគឺអាចចូលមើលក្នុង page Facebook របស់ខាងខ្ញុំក៏បានដែរគឺមានម៉ូដច្រើនមែនតើច្រើនប្រភេទច្រើនសេរីសម្រាប់បងប្អូនរើសហើយបើសិនជាគាត់កំងគឺតម្លៃក៏រៀងសមរម្យដែរគឺអត់ថ្លៃទេបើចំពោះប្រភេទនំខេកហ្នឹងគឺភាគច្រើនគឺភ្ញៀវគាត់ឲ្យខ្ញុំឆ្នៃឲ្យហ្នឹងហើយពេលដែលគាត់កំងអញ្ចឹងណាតែគាត់អត់ដឹងថាគាត់គូយកម៉ូដអីទេព្រោះអីជួយជម្រើសច្រើនពេកក៏ដឹងយកមួយណាអញ្ចឹងគាត់អាចឲ្យខាងខ្ញុំរៀបចំឆ្នៃឲ្យគាត់ក៏បានដែរគ្រាន់តែគាត់ប្រាប់ជាពណ៌ដែលគាត់ចង់បានហើយ concept ដែលគាត់ចង់ដាក់លើនំនេះមកអាហ្នឹងគឺខ្ញុំរៀបចំឲ្យមកស្អាតឲ្យមកហើយហ្នឹងហើយដូចនំបងស្រីមួយដែលខ្ញុំកំពុងធ្វើនេះអញ្ចឹងគឺគាត់កំងនំឲ្យម៉ាក់គាត់តែគាត់ថាគាត់ដឹងយកម៉ូដមួយណាឯងចឹងទៅគាត់ក៏ថាសុំបែបពណ៌រៀងឈូកស្រាលមកព្រោះអីម៉ាក់គាត់ចូលចិត្តពណ៌របៀបអញ្ចឹងយើងក៏ឆ្នៃឲ្យគាត់និយាយទៅយើងអាចមើលថាម៉ូដហ្នឹងគឺវាមិនចាស់ទុំពេកហើយវាក៏មិនស្ទាបពេកគឺជិះមកគឺ elegant ហ្មងសិត elegant ទៀតអូខេហើយនិយាយទៅគឺក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទៅគឺខ្ញុំនិយាយពីសកម្មភាពនិងកាលវិភាគខ្លះដែលខ្ញុំធ្វើនំកំងជូនភ្ញៀវអញ្ចឹងណាពីព្រោះអីយើងធ្វើរៀងលឿនដែរដោយសារពេលដែលយើងធ្វើយឺតពេកយើងអាចនឹងដឹកអត់តាន់ឲ្យភ្ញៀវនឹងអាចជេរយើងជាយថាហេតុអញ្ចឹងយើងមានតែសូត្រធ្វើឲ្យភ្ញៀវហើយដឹកឲ្យភ្ញៀវហើយពេលទៅដឹកឲ្យភ្ញៀវហ្នឹងគឺឲ្យភ្ញៀវឆែកមើលទៀតខ្លាចដឹកលឿនទៅខូចនំឲ្យភ្ញៀវគឺពិបាកទៀតអញ្ចឹងយើងត្រូវតែប្រយ័ត្នមែនទែនចំពោះនំភ្ញៀវកំងអូខេឥឡូវនំរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាជួយមើលខ្ជូទេបើសិនជាខ្ជូជួយ copy link ឲ្យបេះដូងនិងជួយ share ឲ្យបានច្រើនផងអរគុណបាយ